ចាថ្ងៃនេះមើលសាកស្នាដៃប្តីរបស់ខ្ញុំគាត់ឆាមឹកជាមួយនឹងម្រេចខ្ចីចាឆាមឹកមួយម្រេចខ្ចីអញ្ចឹងថ្ងៃចុងសប្តាហ៍បានគ្រួសារធ្វើម្ហូបឆ្ងាញ់ឲ្យញ៉ាំម្ដងអញ្ចឹងថ្ងៃនឹងទិញមឹកបាន5-6ក្បាលមិនសូវជាធំទេតូចល្មមដែរចាដំបូងយើងលាងមឹកឲ្យស្អាតមកហើយយើងហាន់មឹកតាមទំហំដែលយើងចង់បានណាគេយកថ្មីវាខាងក្នុងណាចាវាចេញទៅទៅពុះឲ្យដាក់ស្រស់មឹករបស់យើងដាក់ស្រស់វាមកល្មមវាកាត់លំអៀកាត់ឆ្អាបហើយចាំយើងស្រង់វាវិញណាចាហើយយើងដាក់ខ្ទឹមដាក់ម្ទេសកូរជាមួយគ្នាឲ្យឈ្ងុយសិនចាំយើងដាក់ស្ករក្រហមបន្តិចពោះទេខ្ញុំឥឡូវប្រើតែស្ករក្រហមទេស្ករត្នោតខ្មែរយើងចាឲ្យដាក់ទឹកត្រីបន្តិចប្រេងខ្យងបន្តិចមិនបាច់ដាក់គ្រឿងដិតប្រមាណទេបងប្អូនញ៉ាំល្មមរសជាតិល្មមអញ្ចឹងទឹកម្ទេសតិចទឹកម្ទេសនេះខ្ញុំទិញរបស់ខ្មែរយើងអត់សូវក្រហមគ្រឿងជូរអែមចាហើយយើងចាក់មឹករបស់យើងចូលទៅឆាត្រឡប់ជាមួយគ្នាឲ្យវាចូលជាតិមួយគ្នាសិនចាចាំយើងដាក់បន្លែដាក់ម្រេចខ្ចីការ៉ុតខ្ទឹមបារាំងដាក់ច្បល់ចូលគ្នាយើងឆាឲ្យវាចូលជាតិណាបងប្អូនចាហើយយើងថែមម្រេចតិចយើងដាក់ម្រេចខ្ចីក៏យើងត្រូវថែមម្រេចនឹងដែរណាម្រេចម៉ត់នឹងយើងដាក់ម្រេចតិចមកជាតិតែម្ដងបងប្អូនខ្ញុំទៅសារប្តីខ្ញុំហ្មងគាត់ធ្វើម្ហូបឆ្ងាញ់ណាខ្ញុំអត់សូវប្រកែអត់សូវចេះចាឥឡូវឃើញថាម្ហូបយើងឆ្អិនហើយយើងដាក់ស្លឹកខ្ទឹមបន្តិចចុងក្រោយចឹងគឺម្ហូបយើងបានចាប់រួចរាល់ហើយបានម្ហូបមួយចានសម្រាប់អាហារពេលល្ងាចចារសជាតិឆ្ងាញ់មែនទែនបងប្អូនអាចសាកល្បងធ្វើតាមវិធីនឹងបានណាអរគុណច្រើនសម្រាប់ការតាមដានវីដេអូណាជួបគ្នាជាមួយនឹងវីដេអូក្រោយទៀតចាជួយចុចជាវម្នាក់មួយផងបងប្អូនចាអរគុណ